Ok,សួស្តីបងប្អូនទាំងអស់គ្នាហើយលោកគ្រូមានលំហាត់ធននិមិត្តមួយគឺលំហាត់ទី10ហើយអញ្ចឹងយើងមកអានទាំងអស់គ្នាលំហាត់ទី10នេះគឺយើងមានត្រីកោណ ABC ណាហើយកំពូល A ណាកន្លែងនេះlàកំពូល A បាទយើងមានត្រីកោណ ABC កំពូល A មួយណាខ្ញុំដាក់កែតិចបាទកំពូល A ហើយ AB ស្មើ3 cm និង AC ស្មើនឹង4តមកគេសង់រង្វង់ C1 ដែលមានអង្កត់ផ្ចិត AB ជួប BC ត្រង់ A ហើយមួយបង្ហាញថា AH ជាកម្ពស់ត្រីកោណ ABC ហើយទី2គណនា BC និង AH ហើយចំណុចទី2ណាសំណួរទី10នោះមាន2ចំណុចណាហើយចំណុចទី2គេឲ្យយើងរង្វង់ C2 មួយទៀតណារង្វង់ C2 មួយទៀតដែលចរិតក្រៅត្រីកោណ AHC ហើយហើយ M ណាកន្លែងនេះហើយ M បើកន្លែងនេះយើងឈប់ដាក់ M មួយសិនបាទ M គឺជាចំណុចបាទ M គឺជាចំណុចមួយនៅលើធ្នូតូច AC ណាធ្នូតូច AC បាទអញ្ចឹងកន្លែងនេះគេដាក់ឲ្យហើយធ្នូតូច AC បាទធ្នូតូច AC ហ្នឹងដែល AC បាទដែល CM ជួបបន្ត AH ត្រង់ N ហើយប្រៀបធៀបត្រីកោណ MAN និង CHN ហើយទាញបញ្ជាក់ថាផលគុណរវាង AM និង AN ស្មើនឹង MN គុណ CA មកកន្លែងនេះលោកគ្រូយកតែដំណោះស្រាយចំណុចទី1យកមកនេះហើយយើងមើលរូបទាំងអស់គ្នានេះគឺជារូបណារូបអ្នកទាំងអស់គ្នាមើលទី1យើងត្រូវគូររង្វង់តូចនេះមួយណារង្វង់តូចនេះគឺជារង្វង់ C1 ដែលមានអង្កត់ផ្ចិត AB ហើយដែលក្នុងនោះគេឲ្យសមត្ថកម្មយើងហើយគឺ AB ជួប BC ត្រង់ហានេះណាជួប BC ត្រង់ហាអញ្ចឹងយើងមើលក្នុងរង្វង់នេះរង្វង់2ណាយើងគូទាំងអស់ណារង្វង់ទី1អាតូចនេះរង្វង់ C1 ណាអាតូចនេះ C1 ហើយរង្វង់ធំនេះ C2 ចឹងលោកគ្រូបានដាក់ C1 C2 ទេគ្រាន់តែប្រាប់ថា C1 នេះគឺរង្វង់តូចហើយ C2 គឺរង្វង់ធំដែលរង្វង់ធំនោះមានអង្កត់ផ្ចិត AC ហើយរង្វង់តូចមានអង្កត់ផ្ចិត AB ហើយ AB នេះណាហើយ AH ជួប BC ត្រង់ H អញ្ចឹងបន្តមកគេឲ្យយើងគណនា BC និង AH ក្នុងករណីដែលយើងបង្ហាញថា AH ជាកម្ពស់ត្រីកោណ ABC អញ្ចឹងយើងមកមើលណាយើងមើលចម្លើយមកខាងនេះមួយបង្ហាញថា AH ជាកម្ពស់ត្រីកោណ ABC ណាត្រីកោណយើងមើលត្រីកោណ AHB នេះ AHB ជាត្រីកោណចរិតកន្លោះរង្វង់អញ្ចឹងនាំឲ្យយើងអាចនិយាយថា AH នេះវាកែងនឹងBC ឬក៏កែងនឹង BH ត្រង់ H ណាកែង BH ត្រង់ H បាទអញ្ចឹងបើវាកែងគ្នានោះយើងអាចទាញបានអីគេពួកគេចង់បានយើងបាន AH ជាកម្ពស់ត្រីកោណ ABC ពេលដែលវាកែងគ្នាហើយណាកែងគ្នាហើយនោះកន្លែងនេះយើងសរសេរតិចមកយើងអាចទាញបាន AH ទៅបាននាំឲ្យបាទAH បាទជាបាទយើងសេចូលមកជាកម្ពស់នេះនៃបាទត្រីកោណបាទ ABC ចុះដូរសិន
cái con A B C okอย่างนั้นนะโอเคអញ្ចឹងដោយសារយើងស្រាវវាបានកែងហើយយើងទាញវាជាកម្ពស់ទៅណាបាទយើងមើលស្អយច្បាស់នេះអូខេយើងជាកម្ពស់ទីកោណ ABC អញ្ចឹងហើយមកដល់ឡើយនេះយើងមកគណនា BC អញ្ចឹងគណនា BC នេះយើងមើលនៅក្នុងត្រីកោណណាណាហើយគណនា BC យើងមើលក្នុងត្រីកោណ A ABC ណាត្រីកោណ ABC នេះយើងមានកាពិតAB វាប៉ះរង្វង់ C2 នេះត្រង់ A អញ្ចឹងឃើញ AB វាកែងនឹង AC ណាអញ្ចឹងឃើញ AB កែង AC ដោយលោកគ្រូបានសរសេរថាជាបន្ទាត់ប៉ះរង្វង់ C2 អញ្ចឹងនាំឲ្យយើងអាចប្រើតាមទ្រឹស្ដី Pythagoras បានគឺ BC បាទគឺ BC ការ៉េនេះស្មើ AB ការ៉េបូក AC ការ៉េអញ្ចឹងឡើយនេះរូបកាត់ហើយយើងទាញរូប BC តែម្ដងគឺស្មើនឹងការ៉េនៃ A ការ៉េ AB ការ៉េបូក AC ការ៉េហើយបន្តមកយើងចំនួនលេខចូលណាហើយយើងឃើញថាស្មើនឹងរឿង25គឺស្មើ5សង់ទីម៉ែត្រអញ្ចឹងយើងគណនា BC ណាបានប៉ុណ្ណឹងបន្តមកយើងមកគណនា AH នេះគណនា AH អញ្ចឹង AH តាមតំណែងតំណងមេត្រាទីកោណកែងហើយតំណែងតំណងនេះគេហៅតំណែងតំណងកន្លះផ្ទៃក៏បានលោកគ្រូអត់ចាំទេថាវានៅក្នុងតំណែងតំណងទី4ឬទី5អត់តាន់ច្បាស់ដែរណាយើងវាបាទចោលយូរពេកតែអញ្ចឹងទៅខ្ញុំដឹងថាហ្នឹងជាតំណែងតំណងនៃមេត្រាទីកោណកែងព្រមតាតំណែងតំណងមេត្រាទីកោណកែងមាន5ណាមាន5ចំណុចណាអញ្ចឹងឥឡូវវាអាចជាចំណុចទី4ឬក៏ទី5ឬក៏ទី3អញ្ចឹងកូនអាចទៅឆែកមើលបានអញ្ចឹងយើងមកដល់នេះជាចំនួនវាចូលទៅយើងឃើញថាម្យ៉ាងទៀតនេះគេហៅតំណែងតំណងកន្លះផ្ទៃក៏បានដែរណាស្រួលគិតចឹងកន្លះផ្ទៃទីកោណ ABC នេះវាស្មើ AB គុណ AC ដោយសារវាទីកោណកែងឬម្យ៉ាងទៀតគឺស្មើនឹង AH គុណនឹង BC ដែរណាចែក1លើ2ដូចគ្នាប៉ុន្តែយើងសម្រួល1លើ2ចោលទៅឃើញប៉ុណ្ណឹងណាអូខេបន្តមកយើងទាញ AH អញ្ចឹង AH គឺស្មើនឹង AB គុណ AC ជា BC ណាអញ្ចឹងពេលដែលយើងបានប៉ុណ្ណឹងហើយចំនួនលេខចូលទៅយើងឃើញថាស្មើនឹង 2.4 ណា 2.4 សង់ទីម៉ែត្រអញ្ចឹងកន្លែងនេះយើងអាចសរសេរអត់ហើយយ៉ាងម៉េចបាទខ្ញុំជុំតន្ទីខ្ញុំដាក់ដូចនេះណាបន្តបាទដូចនេះអញ្ចឹងដូចនេះត្រីកោណសំដៅដូចនេះ BC ណាឬក៏យើងអាចយកមកទាំងពីរទៅដូចនេះBC ស្មើនឹង BC ស្មើនឹង5សង់ទីម៉ែត្រណាបាទហើយនឹង AH ស្មើនឹង2.4 បាទសង់ទីម៉ែត្របាទនេះគឺជាចម្លើយផងវាណាចម្លើយនេះយើងនៅវិញទីទៅថាវាជាពណ៌ស្អីមួយចឹងទៅណាបាទពណ៌ក្រហមឬពណ៌ខៀវអីយ៉ាងហ្នឹងលោកដាក់ក្រហមនៅរៀងដុតមើលនេះអូខេអញ្ចឹងក្នុងនេះលោកគ្រូយកចំណុចទី1មកស្រាយសិនហើយចំណុចទី2នឹងជួបគ្នាវីដេអូទី2អូខេហ្នឹងហើយ